សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកអង្គុយនិយាយគ្នាអំពីតួអង្គស៊ីវយានហើយនិងមេឌូសាតើពេលណាបានពួកគេជួបគ្នាវិញប្រហែលជានៅមិនដល់6ភាគអីទៀតហ្នឹងឯងពួកគេបានជួបគ្នាវិញហើយនៅពេលដែលស៊ីវយានរបស់យើងចេញពីភ្នូឋានសួគ៌មកវិញគាត់ក៏បានទៅភូមិគ្រឹះឯផ្កាយធ្លាក់តែពេលស៊ីវយានពេលហ្នឹងដែរគាត់មានកម្រិតទី9ផ្កាយ8ដែលពិតជារយៈយ៉ាងណាហ្នឹងគាត់បានរៀបរាប់ប្រាប់ដំណើររឿងថានៅក្នុងអាណាចក្រជាម៉ាហ្នឹងគឺមានរឿងមិនស្រួលហើយដូច្នេះបានគាត់បញ្ជូនសាវអ៊ីសៀនហើយនិងព្រះចាធានហួរហ្នឹងទៅមុនដោយគាត់រងចាំស៊ីវយានមកដើម្បីឲ្យស៊ីវយានទៅដោះស្រាយនៅនឹងទៀតតែគាត់បានបង្កើតផ្លូវច្រកលំផដែលសម្រាប់ធ្វើដំណើរហ្នឹងដែលច្រកលំផដែរនៅក្នុងន័រវេគេបញ្ជាក់ថាដល់តែអ្នកមានកម្រិតទី11ឬក៏ជិតដល់កម្រិតទី11ទៅអាចបង្កើតបានតែទាំងអស់គ្នាហើយស៊ីវយានពេលហ្នឹងដែរក៏នាំព្រឹទ្ធាចារ្យដែលមានកម្រិតទី9ហ្នឹងគឺទៅច្រើនមែនតើគឺទៅនៅក្នុងអាណាចក្រជាម៉ាហ្នឹងហើយយើងនិយាយពីក្នុងអាណាចក្រជាម៉ាវិញអ្នកដែលវាប្រហារសម្ព័ន្ធយានហ្នឹងគឺបាក់តោដែលពួកគេមានជំនួយមកពីពួកសារព្រលឹងនៅក្នុងអង្គប្រជុំមួយយើងបានឃើញនារីដ៏ស្រស់ស្អាតម្នាក់ដែលម្នាក់នោះគឺជាមេឌូសាឬក៏ឆៃលីនយើងនឹងឯងដែលកំពុងតែប្រជុំគ្នាដើម្បីទប់ទល់ជាមួយនឹងពួកកុលសម្ព័ន្ធតោនឹងឯងហើយស៊ីលីននិងស៊ីទីក៏បាននិយាយថាចាំប្អូនទី3មកទៅដើម្បីគេដោះស្រាយពេលហ្នឹងដែរមិនទាន់ជាស៊ីយានបានមកដល់ផងពួកកុលសម្ព័ន្ធតោក៏បានមកព័ទ្ធជុំវិញនៅទីកន្លែងនោះយើងក៏បានឃើញថាស៊ីរបស់យើងកំពុងតែឈរបាញ់ជំពាមពួកអាដែងអស់ហ្នឹងយើងឃើញថាចរិតរបស់អូននិងកូនគេពិតជាខុសគ្នាមែនពេលនោះដែរមេឌូសារបស់យើងក៏បានដើរទៅជិតស៊ីហើយរត់ជង្គង់ហើយឯក្បាលរបស់នាងដោយប្រាប់ឲ្យអ្នកគ្រូពេទ្យទេពអក្សរសាវីសៀននឹងនាំស៊ីចាក់ចេញទៅព្រោះថាពួកកុលសម្ព័ន្ធតោនោះពួកវាពិតជាខ្លាំងក្លាមែនតើតែយើងក៏បានឃើញថាស៊ីរបស់យើងគឺពិតជាចេះមែនតើក៏បាននិយាយទៅកាន់មេឌូសាថាអ្នកម៉ាក់កាលលោកអ៊ំថាលោកប៉ាកំពុងតែធ្វើដំណើរមកហើយមែនទេអញ្ចឹងអ្នកម៉ាក់ក៏មកអារម្មណ៍ណាទៅទៀតលោកប៉ានឹងមកដល់ហើយលោកប៉ានឹងមកជួយយើងបានឃើញថាមេឌូសារបស់យើងគឺនាងបានត្រឹមតែសម្រាប់ទឹកភ្នែកប៉ុណ្ណោះដោយចិត្តមួយគឺកំពុងតែអាណិតកូនហើយដៃរបស់ខ្លួនកំពុងតែជាប់យុទ្ធជាមួយនឹងគូសត្រូវនាងក៏បានឲ្យអ្នកគ្រូពេទ្យសាវអ៊ីសៀននាំស៊ីវចេញទៅហើយនាងក៏បាននិយាយថាស៊ីវយានបើសិនជានេះស៊ីវហើយនឹងអ្នកគ្រូពេទ្យទេពអក្សរសាវអ៊ីសៀនមានរឿងអ្វីនោះខ្ញុំនឹងមិនដឹកលែងឲ្យលោកឡើយជឿឃើញថាកុលសម្ព័ន្ធតោនោះគឺពិតជាខ្លាំងក្លាមែនតើការប្រយុទ្ធគ្នារបស់មេឌូសាហើយនឹងកុលសម្ព័ន្ធតោមេឌូសាគឺមិនមែនជាដៃគូនាងឡើយពេលហ្នឹងដែរស៊ីវយានរបស់យើងក៏បានចេញមកដល់មកក្រាបពួកហ្នឹងទៅតែធ្វើមានការភ្ញាក់ផ្អើលខ្លាំងភាសាស៊ីវយានយើងចេញពីអាណាចក្រជាម៉ាទៅត្រឡប់មកវិញបែរជាមានកម្លាំងធាតុដល់កម្រិតទី9ហើយដល់ពេលដែលស៊ីវយានរបស់យើងបានរៀបចំដោះស្រាយបញ្ហានៅក្នុងសម្ព័ន្ធយានហើយស៊ីវយានរបស់យើងក៏បាននាំមេឌូសានិងស៊ីវត្រឡប់ទៅកាន់ភូមិគ្រឹះផ្កាយធ្លាក់វិញដែរនេះបើសិនជាយោងតាម novel តែបើសិនជាមានការកែប្រែសាច់រឿងដូចជាពាក្យចាំបារាំងដែលគេថានឹងកែសាច់រឿងរបស់មេឌូសាហើយនឹងកាត់ចេញនៅកន្លែងហ្នឹងក៏មិនដឹងថាមិនដែរបើសិនជានៅក្នុង novel ពេលដែលស៊ីយានរបស់យើងនាំមេឌូសាទៅដល់រូបគ្រឹះឯផ្កាយធ្លាក់យ៉ាងណាក៏បានឲ្យមេឌូសាទៅវឹកហាត់នៅជ្រលងពោះថ្លានចេតិយទាំង9ហ្នឹងបើសិនជាតាម novel ប៉ុន្តែបើសិនជាតែកែសាច់រឿងដូចគេថាមែនយើងក៏ដឹងថាមិនដែរហើយបើសិនជាគេកែសាច់រឿងឬគេថាស៊ីនឹងគឺជាការបង្រួមថាអំពើរបស់នាងហើយនឹងពោះថ្លានទាំង7ពណ៌ដែលបង្កើតបានជាស៊ីរបស់យើងហ្នឹងហើយមូលហេតុដែលគេចង់កែហ្នឹងដោយក្នុងមុនដែលជាអ្នកផលិតតង់ហ៊ွန်គេបានលើកឡើងថាដោយសារតែស៊ីវយានរបស់យើងហ្នឹងគឺមានប្រព័ន្ធច្រើនពេកដែលខាងអាញាធរចិត្តហ្នឹងគេចង់ឲ្យបានអញ្ចឹងឯងតែបើសិនជាអញ្ចឹងដូចជាវាមិនសមហេតុផលទេទាំងអស់គ្នាដូចជានៅរឿងផ្សេងអីទៀតហ្នឹងតួឯកប្រុសគឺមានប្រព័ន្ធច្រើនមែនតើហើយអាហ្នឹងវាបង្ហាញពីការអស់សង្ឃឹមរបស់យើងដែរហ្នឹងហើយនឹងអ្នកនិពន្ធដែលជាអ្នកនិពន្ធ novel គាត់ក៏បានអស់សង្ឃឹមដែរថាហើយអ្វីបានជាកែសាច់រឿងត្រង់ហ្នឹងអញ្ចឹងប៉ុន្តែអ្នកនិពន្ធ novel គាត់អត់មានសិទ្ធិអីអាចថាទៅខត់ខាំងក្រុមហ៊ុនដែលគេជាអ្នកផលិតតង់ហ៊ွန်ហ្នឹងបានទេឥឡូវអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាថាទៅដល់កន្លែងហ្នឹងគេធ្វើមិនអាកន្លែងនៅក្នុងភាគដែលស៊ីយាននិងមេសាយើងបានជួបគ្នានឹងតើគេកែកន្លែងហ្នឹងចេញមែនអត់បើសិនជាកែចេញមែនតែជាគេឲ្យមេឌូសាមកយើងធ្វើជាមិត្តភក្តិដ៏ល្អរបស់ស៊ីយានដូចយន្តដែរក៏មិនដឹងឬគេចាំឲ្យមេឌូសានិងសុនអឺរៀបការថ្នាគ្នាជាមួយនឹងស៊ីយាននៅក្នុងអាណាចក្រខាងលើទៀតក៏មិនដឹងព្រោះថាឈុតឆាករបស់មេឌូសានិងស៊ីយានមួយចំនួនត្រូវបានគេលុបចោលអត់បាត់ឯហ្នឹងឥឡូវយើងមានតែចាំមើលទាំងអស់គ្នាឯងហើយឥឡូវការវិភាគរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ដែរបើសិនជាមានប្រកបខុសឆ្គងឬក៏ការវិភាគរបស់ខ្ញុំមិនត្រឹមត្រូវកន្លែងណាមួយសូមអ្នកទាំងអស់គ្នាលើកលែងអធិស្ឋានផង
ឥឡូវនេះសូមអរគុណដល់គ្នា